ជំរាបសួរបងប្អូនសូមស្វាគមន៍មកកាន់ Channel Learn Something with Pirit បាទក្នុងវីដេអូនេះគឺយើងចូលមកមើលអំពី General Settings នៅក្នុង Preferences របស់កម្មវិធី NVDA ជាបន្តទៀតបងប្អូនបាទក្នុងវីដេអូលើកមុនបងប្អូនបានទទួលជ្រាបរួចមកហើយអំពី Settings បាទកម្មវិធីផ្សេងៗនៅក្នុង Settings អញ្ចឹងណាបាទប៉ុន្តែយើងអត់ទាន់ចូលបាទមើលលម្អិតទៅលើផ្នែកគេហៅថាច្បាស់លាស់ណាមួយនៅក្នុងកម្មវិធីទាំងអស់ហ្នឹងទេអញ្ចឹងបងប្អូនបាទតោះឥឡូវថ្ងៃហ្នឹងគឺយើងចូលទៅមើលអំពី general settings បាទ general នៅក្នុង settings preferences របស់ NVDA menu អញ្ចឹងបងប្អូនបាទអញ្ចឹងជាដំបូងយើងចូលទៅ NVDA menu ដោយចុច NVDA key បូកនឹងអក្សរ N បាទ N for November NVDA menu បាទ NVDA menu ហើយកន្លែងនេះគឺអាចចុច down arrow រកពាក្យថា preferences បាទហើយចុច right ឬក៏ right arrow ឬក៏ enter បងប្អូនបាទអញ្ចឹងក៏បានហើយប៉ុន្តែដោយសារតែខ្ញុំបានដឹងពី shortcut បាទ shortcut key របស់ preferences ហើយអញ្ចឹងគឺខ្ញុំចុច shortcut key តែម្ដងអញ្ចឹងបងប្អូនបាទហ្នឹងហើយដោយសារតែវីដេអូពីមុននោះបាទខ្ញុំបានចុចright arrow ឬក៏ enter អីរួចហើយបាទឥឡូវវីដេអូនេះគឺចុច shortcut key តែម្ដងតោះឥឡូវចុច shortcut key ទាំងអស់គ្នាបងប្អូនបាទ shortcut key របស់ preferences គឺយើងចុចអក្សរ P បាទចុចអក្សរ P មក settings S1 of 6 អូខេ settings នៅលើគេតែម្ដងបងប្អូនបាទហើយបងប្អូនមានចាប់អារម្មណ៍ទេកន្លែង settings នេះគឺកម្មវិធីគេអានបាទគេអាន settings S1 of 6អូខេអញ្ចឹងអាកន្លែងវាអានចុងក្រោយហ្នឹងអក្សរមួយតួចុងក្រោយហ្នឹងគឺជា shortcut បាទ shortcut របស់កន្លែងរបស់ settings ហ្នឹងបងប្អូនណាបាទអញ្ចឹងដល់ចំណុចត្រង់ហ្នឹងខ្ញុំចង់រំលឹកបងប្អូនអ្នកដែលប្រើប្រាស់កុំព្យូទ័រដែលជាជនពិការភ្នែកបាទជាពិសេសបងប្អូនដែលប្រើកម្មវិធី NVDA បាទអញ្ចឹងរាល់ការអានទាំងអស់បាទគ្រប់កន្លែងដែលកម្មវិធីនឹងអាននៅចុងក្រោយពាក្យហ្នឹងគឺគេតែងតែអានបាទតួអក្សរអង់គ្លេសអក្សរ S អក្សរអីផ្សេងអញ្ចឹងទៅបងប្អូនបាទអញ្ចឹងតួអក្សរនេះគឺមានន័យថា shortcut បាទហើយបងប្អូនដែលជាអ្នកពិការភ្នែកបាទគាត់ប្រើកុំព្យូទ័រគាត់ត្រូវតែយកចិត្តទុកដាក់ទៅលើចំណុចហ្នឹងបាទកន្លែង shortcut key ហ្នឹងបងប្អូនដើម្បីឲ្យគាត់បាទចូលទៅកន្លែងកម្មវិធីណាមួយដើម្បីឲ្យបានលឿនអញ្ចឹងណាបាទបើមិនអញ្ចឹងទេគឺពិបាកមែនតើបងប្អូនបាទអញ្ចឹងបើយើងដឹង shortcut key ទោះបីជា cursor កុំព្យូទ័រយើងមិនឈរលើកន្លែងកម្មវិធីនោះក៏ដោយក៏យើងអាចចុច shortcut key ទៅបានលឿនដូចគ្នាដែរបងប្អូនអញ្ចឹងណាបាទហ្នឹងហើយអញ្ចឹងគឺមានប្រយោជន៍បាទហើយអញ្ចឹងទៅគឺខ្ញុំសូមឲ្យបងប្អូនបាទយកចិត្តទុកដាក់ទៅលើការស្ដាប់ shortcut key នៅខាងចុងពាក្យអីមួយអញ្ចឹងទៅដើម្បីឲ្យបាទងាយស្រួលចូលទៅកាន់កម្មវិធីនោះបានលឿនអញ្ចឹងណាបងប្អូនមិនចំណាយពេលយូរបាទអញ្ចឹងនៅត្រង់កន្លែង settings នេះគឺខ្ញុំអាចចុច enter ក៏បានខ្ញុំអាចចុច shortcut key បាទដែល shortcut key គេអានថា S មិញហ្នឹងបងប្អូនបាទយើងអាចចុចអក្សរ S ចូលទៅក្នុង settings នឹងតែម្ដងបាទអញ្ចឹងបាទខ្ញុំចុច shortcut key តែម្ដងទៅបាទអក្សរ S NVDA settings general normal អូខេ NVDA settings ហើយ general នៅខាងលើគេតែម្ដងបងប្អូនណានៅលេខរៀងទី1នៅក្នុងបាទ settings នឹងតែម្ដងតោះឥឡូវបាទយើងចូលទៅមើលបាទធាតុផ្សេងឬក៏កម្មវិធីផ្សេងនៅក្នុង general ហ្នឹងបាទដោយចុច tab key បងប្អូនណាបាទចុច tab បាទចុច tab ទៅបាទចុច tab មួយមើល general property page NVDA language អូខេ requires ដំបូងគេនេះគឺ NVDA language អូខេកន្លែងនេះគឺជាបញ្ជីភាសាបាទដែលយើងអាចជ្រើសរើសឲ្យ NVDA បាទដំណើរការជាភាសាអីចឹងបងប្អូនបាទមានភាសាច្រើនមែនតើបាទភាសានៅក្នុងនេះគឺច្រើនណាស់បាទមានភាសានៅអឺរ៉ុបនៅអាស៊ីបាទភាសានៅបាទពួកទ្វីបអាហ្វ្រិកទ្វីបអីចឹងទៅបងប្អូនណាច្រើនបែបច្រើនភាសាមែនតើបាទអត់ទាន់មានតែភាសាខ្មែរទេបាទភាសាខ្មែរយើងអត់ទាន់មានទេបងប្អូនប៉ុន្តែបាទនឹងមានភាសាខ្មែរជាលើកដំបូងនៅ NVDA version 2026.1 បាទឆាប់នេះហើយបងប្អូនបាទតែឥឡូវនេះគឺអត់ទាន់មានទេបងប្អូនណាបាទហើយ
នៅពេលដែលផ្លាស់ប្ដូរភាសាយើងអាចបាទចុច up down arrow key បាទ key ខាងព្រួយខាងលើព្រួយខាងក្រោមហ្នឹងបងប្អូនបាទតោះសាកចុច up down arrow key មើលមានភាសាអីគេខ្លះអញ្ចឹងបងប្អូន Afrikaans, Albanian, Amharic, Arabic, Aragonese, Bangla, Bosnian, Bulgarian, Burmese, Catalan, អូច្រើនណាស់ Central Chinese, Croatian, បាទអញ្ចឹង HR. ច្រើនណាស់បងប្អូនឃើញហ៎បាទគ្រាន់តែភាសាចិនហ្នឹងគឺមាន 3 4 បែបចិនអីចឹងទៅបងប្អូនណាបាទអញ្ចឹងឥឡូវខ្ញុំសុំទៅលើ User default. ទៅខាងលើវិញទៅបាទអញ្ចឹងកន្លែងនេះគឺជាកន្លែងភាសាបាទហើយខ្ញុំសូមជម្រាបបងប្អូនណាខ្ញុំបង្ហាញបងប្អូនតែកន្លែងណាខ្ញុំចេះដែរទេ កន្លែងណាដែលខ្ញុំធ្លាប់ប្រើធ្លាប់បាទដឹងច្រើនអំពីកម្មវិធីហ្នឹងអញ្ចឹងបើកន្លែងខ្លះអញ្ចឹងអត់ចាំបាច់ត្រូវប្រើទេដល់ពេលអញ្ចឹងទៅគឺបាទខ្ញុំអត់ប្រើទេខ្ញុំអត់យល់ដឹងបានច្រើនពីតកតងនឹងកន្លែងអស់នោះទេអញ្ចឹងបងប្អូនបាទតោះឥឡូវយើងចុច tab តទៅទៀត Check save បាទ configuration. save configuration កន្លែងនេះបងប្អូនមានន័យថាបើសិនជាយើង check កន្លែងហ្នឹងបាទយើង check កន្លែងហ្នឹងនៅពេលដែលព័ត៌មានដែលយើងបានកំណត់នៅក្នុង NVDA យើងផ្លាស់ប្ដូរព័ត៌មានអីមួយគឺវា save តែម្ដងគឺវារក្សាទុកនៅក្នុងហ្នឹងទោះបីជា NVDA បិទហើយបើកមកវិញក៏បាទវានៅតែចងចាំព័ត៌មានហ្នឹងដែរអញ្ចឹងបងប្អូនបាទតោះយើងតទៅទៀត Check show exit options when exiting. Okay so exit option បាទកន្លែងនេះគឺមានន័យថាពេលដែលយើងចុច shortcut key ដើម្បីបាទបិទកម្មវិធី NVDA គឺវាបង្ហាញប្រអប់មួយបញ្ជាក់សួរយើងថាតើយើងចង់ restart ឬមួយក៏ចង់បិទឬមួយក៏ចង់អីចឹងបងប្អូនប៉ុន្តែបើសិនជាយើងអត់ check កន្លែងហ្នឹងទេគ្រាន់តែយើងចុច shortcut key ចឹងទៅគឺវាបិទដោយស្វ័យប្រវត្តិតែម្ដងចឹងណាបាទ Check play sounds when Okay starting play or sound កន្លែងនេះបងប្អូន play sound មានន័យថាយើងចង់ឲ្យ NVDA ហ្នឹងមុននឹងដំណើរការវាមានភ្លេងមានសំឡេងដើម្បីសម្គាល់ថា NVDA ហ្នឹងចាប់ផ្ដើមអត់អញ្ចឹងបងប្អូនបើសិនជាយើងអត់ check កន្លែងហ្នឹងទេគឺវាអត់មានសំឡេងមកទេបាទអត់មាននៅពេលដែលបើកកម្មវិធី NVDA មកគឺវាអត់មានសំឡេងបញ្ជាក់ប្រាប់យើងថាកម្មវិធីហ្នឹងបានកំពុងតែដំណើរការអីទេអញ្ចឹងបងប្អូនបាទអញ្ចឹងកន្លែងហ្នឹងខ្ញុំទុកបាទតទៅទៀត logging level combo box info បាទកន្លែងនេះគឺខ្ញុំអត់ច្បាស់ទេខ្ញុំអត់ដែលបានស្វែងយល់ព័ត៌មានពីកន្លែងនេះទេបងប្អូនណាបាទ Check start NVDA after I sign in. Okay start NVDA after I sign in កន្លែងនេះមានន័យថាតើបងប្អូនចង់ឲ្យ NVDA ហ្នឹងគឺដំណើរការភ្លាមដោយស្វ័យប្រវត្តិបន្ទាប់ពីបាទបើកកុំព្យូទ័រដែរឬអត់អញ្ចឹងណាបងប្អូនបាទអញ្ចឹងធម្មតានៅពេលដែលយើងបើកកុំព្យូទ័រមកកុំព្យូទ័រខ្លះជាប់លេខកូដអញ្ចឹងហើយបន្ទាប់ពីដោះលេខកូដមកថាបងប្អូនហ្នឹងចង់ឲ្យបាទកុំព្យូទ័រកម្មវិធី NVDA ហ្នឹងចាប់ផ្ដើមដោយស្វ័យប្រវត្តិដែរឬអត់អញ្ចឹងណាបាទអញ្ចឹងបើសិនជាយើងអត់ចង់ឲ្យវាបាទដំណើរការដោយស្វ័យប្រវត្តិទេយើងគ្រាន់តែ not check កន្លែងហ្នឹងមកបាទប៉ុន្តែបើសម្រាប់ខ្ញុំគឺខ្ញុំត្រូវការប្រើវាជាប្រចាំគឺខ្ញុំ check វាអញ្ចឹងបងប្អូនតោះទៅទៀត Check use NVDA during sign in. Okay use NVDA during sign in មានន័យថាកន្លែងហ្នឹងបើសិនជាកុំព្យូទ័រយើងមានលេខកូដបាទមានលេខកូដថាតើចង់ឲ្យកម្មវិធី NVDA ហ្នឹងអានប្រាប់ដែរអត់អញ្ចឹងបងប្អូនបាទអានប្រាប់ថាវាអានសំឡេងជាសំឡេងប្រាប់យើងថាព័ត៌មានកន្លែងណាអីចឹងណាបាទអញ្ចឹងបើសម្រាប់ជនពិការភ្នែកគឺចាំបាច់ត្រូវទៅដាក់កន្លែងហ្នឹងទៅ check កន្លែងហ្នឹងហើយពួកគាត់ត្រូវការបំពេញ password បំពេញលេខកូដអីចឹងបើអត់មានបាទសំឡេងអានប្រាប់អញ្ចឹងទៅគឺពិបាកគាត់ដឹងបំពេញកន្លែងណាកន្លែងណីចឹងបងប្អូនបាទតោះទៅទៀត Use currently saved settings during sign in and on secure screens. អូខេអាកន្លែងនេះមានន័យថាតើយើងនៅពេលដែលយើងដាក់សំឡេងឲ្យអានប្រាប់នៅពេលដែលកុំព្យូទ័រជាប់លេខកូដហ្នឹងជាប់ password ហ្នឹងយើងចង់ដាក់សំឡេងបែបម៉េចបាទដាក់សំឡេងបែបយើងកំពុងតែប្រើហ្នឹងឬមកក៏សំឡេងអីផ្សេងទៀតគឺយើងអាចជ្រើសរើសកន្លែងហ្នឹងបានអញ្ចឹងបងប្អូនបាទតទៀត Checked automatically check for updates to Okay automatically check for update អូខេកន្លែងនេះគឺមានន័យថានៅពេលដែលមាន version ថ្មីបាទអញ្ចឹងគឺ NVDA update បាទគឺធ្វើបច្ចុប្បន្នភាពដោយស្វ័យប្រវត្តិហ្មងបាទកន្លែងហ្នឹងបងប្អូនយើង check កន្លែងហ្នឹងទៅនៅពេលដែលមាន version ថ្មីរបស់ NVDA បាទចេញមកគឺកម្មវិធីហ្នឹង update ឲ្យយើងដោយស្វ័យប្រវត្តិតែម្ដងអញ្ចឹងណាតទៀត Check notify for pending update on startup Alt+P បាទអានេះខ្ញុំដូចជាអត់សូវច្បាស់ទេបងប្អូនប៉ុន្តែបើស្ដាប់
បាទស្ដាប់តាមអត្ថន័យទៅប្រហែលជាគេចង់និយាយថាចង់ឲ្យគេប្រាប់ថាឈប់ Checked automatically check for check notify for pending update on startup Alt plus P notify on pending on startup មានន័យថាអានេះតាមខ្ញុំគិតខ្ញុំអត់សូវច្បាស់ដែរបងប្អូនប្រហែលជាគេចង់សួរយើងថាចង់ឲ្យ NVDA ហ្នឹងប្រាប់ពីគេហៅថាដំណើរការដែលគេកំពុងតែ start កំពុងតែដំណើរការនឹងអត់អញ្ចឹងបងប្អូនបាទភាគរយអីចឹងបាទនេះខ្ញុំអត់សូវច្បាស់ទេបាទសុំទោសប្រហែលជាអាចបញ្យល់ខុសបាទតទៀត checked allow NV access to gather NVDA បាទនេះក៏ដូចគ្នាដែរខ្ញុំអត់សូវច្បាស់ដែរប៉ុន្តែបើតាមស្ដាប់អត្ថន័យទៅប្រហែលជាគេចង់ឲ្យយើង check អាហ្នឹងទៅដើម្បីខាងពួកអ្នកអភិវឌ្ឍកម្មវិធីហ្នឹងគេដឹងស្ថិតិថាជនពិការភ្នែកប្រើប្រមាណភាគរយអញ្ចឹងបងប្អូនបាទប្រមាណអ្នកអីចឹងបាទប្រើ NVDA អានេះនៅពេលដែលយើងតឡើងកម្មវិធី NVDA ម្ដងឬក៏ NVDA បាទធ្វើបច្ចុប្បន្នភាពបន្ទាប់ពី NVDA ធ្វើបច្ចុប្បន្នភាពគឺគេសួរយើងឲ្យខ្ញុំធ្លាប់បាទជួបកន្លែងហ្នឹងពេលដែលយើងតឡើងដំបងអញ្ចឹងឬមួយក៏អាប់ដេតដំបងអញ្ចឹងបងប្អូនបាទតទៀត update mirror grouping edit read only no mirror បាទនេះក៏ខ្ញុំអត់ច្បាស់ដែរអត់ដែរបានប្រើបាទ change but check prevent display from turning off during say all or reading នេះក៏អត់ច្បាស់ដែរបងប្អូនអត់ដែរបានធ្លាប់ប្រើទេ okay button បាទអញ្ចឹងបើសិនជាបងប្អូនជ្រើសរើសយកជំរើសណាមួយច្បាស់លាស់ហើយបងប្អូនអាចចុច OK ដើម្បីឲ្យវារក្សាទុកព័ត៌មានហ្នឹងបាទឬមួយបើសិនជាបាទបងប្អូនមិនចង់បាទរក្សាទុកព័ត៌មានហ្នឹងទេបងប្អូនអាចចុចតទៅមុខទៀត cancel button បាទរកពាក្យថា cancel បាទ cancel apply button បាទហើយកន្លែង apply នេះគឺខ្ញុំក៏អត់ច្បាស់ដែរដឹងមានន័យថាម៉េចទេកន្លែងនេះបាទដែរប្រើដែរទេបាទ category បាទអញ្ចឹងគឺយើងចុចទៅមុខទៀត tab ទៅមុខទៀតគឺវាមកដើមវិញហើយមក general settings នឹងវិញដដែលអញ្ចឹងបងប្អូនបាទឥឡូវចុច OK ទៅបងប្អូនបាទខ្ញុំចុច shift បូក tab ដើម្បីឲ្យវាត្រឡប់មកក្រោយវិញបាទ apply but cancel OK បាទ button រកពាក្យថា OK បាទបន្ទាប់មកចុចយើងអាចចុច key space ឬក៏ enter ក៏បានដូចគ្នាដែរបាទចុចទៅ pressed check recycle bin អូខេអញ្ចឹងវាមកដើមវិញហើយអញ្ចឹងបងប្អូនបាទអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នេះទេអរគុណបងប្អូន